សូមអត់ឆ្លើយតបជាមួយពួកនឹងបើគាត់ជាអ្នកនៅក្រៅច្បាប់អ្នកខុសច្បាប់ហើយយើងទៅពាក់ព័ន្ធជាមួយគាត់ឆ្លើយឆ្លងជាមួយគាត់អត់ត្រូវតើនរណាឬច្បាប់ណាដែលកំណត់ពាក្យថាក្រុមក្រៅច្បាប់ប្រសិនបើមន្ត្រីជាន់ខ្ពស់ដូចជាលោកអៀងសុផាឡែតមិនឆ្លើយតបសំណួរប្រជាពលរដ្ឋមិនចូលខ្លួនមកដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងតើរដ្ឋាភិបាលប្រភេទនេះអាចហៅថារដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋបន្តទៀតឬយ៉ាងណាក្នុងនាមជាយុវជនខ្មែរដែលមានការអាណិតអាសូរចំពោះធនធានធម្មជាតិដែលត្រូវបានបាត់បង់និងឈានទៅរកមហន្តរាយសម្រាប់មនុស្សជំនាន់ក្រោយនាងខ្ញុំសូមយកឱកាសនេះដើម្បីអាននៅបុព្វកថានៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ប្រទេសកម្ពុជាដើម្បីទឿនទៅកាន់ប្រជាជនរាស្ត្រខ្មែរនិងមន្ត្រីដែលកំពុងធ្វើការនៅក្នុងទូនាទីដូចតទៅយើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តមឧត្តមប្រទេសជាតិស្ដុកស្ដំធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំងដោយពេជ្រពន្ធរាយបានធ្លាក់ខ្លួនដល់សែនរន្ធត់ក្នុងអំឡុងពីទសវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្ដាយបានភ្ញាក់រលឹកក្រោកឈរឡើងចងបាច់ឆន្ទៈមោះមុតបដូរផ្ដាច់រួបរวมពង្រឹងឯកភាពជាតិរក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍